ថ្នាក់ដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុនិងសមាគមធនាគារនៅកម្ពុជាអញ្ជើញជាវាគ្មិនក្នុងវេទិកាស្ដីពីការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុនិងការប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវកាលពីព្រឹកថ្ងៃទី26ខែមីនាឆ្នាំ2025លោករតសុភ័ណ្ឌប្រធានសមាគមធនាគារនៅកម្ពុជានិងលោកជំទាវដិតឌីតាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សារវាងអ្នកសារព័ត៌មាននិងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុស្ដីអំពីទូនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុនិងការប្រើប្រាស់កម្ចីប្រកបដោយទំនួលខុសត្រូវដែលរៀបចំឡើងដោយក្រុមហ៊ុន Credit Bureau Cambodia និងក្លឹបអ្នកកាសែតកម្ពុជាគោលបំណងនៃការរៀបចំវេទិកាពិភាក្សាសារព័ត៌មានខាងលើគឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានជាពិសេសអ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចបានស្វែងយល់អំពីទូនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជាក្នុងការលើកកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅក្នុងទីផ្សារឥណទាននិន្នាការនៃទីផ្សារឥណទាននិងឥរិយាបថអ្នកប្រើប្រាស់រួមទាំងស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ2024តាមរយៈកិច្ចពិភាក្សានេះអ្នកសារព័ត៌មានបានជ្រាបកាន់តែច្បាស់អំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជានិន្នាការនៃទីផ្សារឥណទាននិងកិច្ចសហការរវាងវិស័យព័ត៌មាននិងវិស័យហិរញ្ញវត្ថុក្នុងការផ្សារភ្ជាប់គម្លាតរវាងវិស័យទាំងពីរដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនិងលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវ